ហើយមួយឆ្នាំមុនខ្ញុំបំភ្លេចអត់បានខ្ញុំឆ្លងព្រំដែនពីថៃមកស្រុកខ្មែរឃើញស្ថានភាពទីក្រុងប៉ោយប៉ែតពិតជាសំណោះមែនទែនហើយខ្ញុំឆ្លងមកតែយប់អត់បានធ្វើដំណើរយប់ហ្នឹងបានគេដាក់ខ្ញុំនៅស្ថានភាពមួយហើយគេថាយូរ៉ាយតែខាតអត់មានចឹងពីស្ថានភាពយើងប៉ោយប៉ែតយើងជាទីក្រុងមួយដែលគ្រោះថ្នាក់ប្រយ័ត្នប្រយែងសុវត្ថិភាពខ្លួនឯងចឹងទៅពេលខ្ញុំចូលបន្ទប់គេមានចាត់សាវច្រើនកន្លែងចាត់សាវមិនមួយណាគូចាត់សាវ2 3តង់ខ្ញុំចង់ខ្លាចហើយខ្ញុំចាត់សាវទៅបានខ្ញុំចូលបន្ទប់ទៅមកខ្ញុំបោកទួខ្ញុំឃើញគេដាក់ស្ទើររឿងអាភាសក្នុងស្ថានភាពហ្នឹងខ្ញុំបត់ភ្លាមលើថាលើកចង្កងហើយអានិថាព្រះជាម្ចាស់អើយទីក្រុងមួយនេះពិតជាត្រកាព្រះយេស៊ូវមែនទែនព្រះគួរតែជូនបេសកជនណាមួយបានទូត្រែវកន្លែងវាយវ៉ាំនៅប៉ោយប៉ែតនឹកចាំម្ដងបងប្អូនថា10ឆ្នាំក្រោយមកបានព្រះបញ្ជូនខ្ញុំហើយក្រុមការងារយើងបានទូត្រែកន្លែងប៉ោយប៉ែតជំរាបសួរទាំងអស់គ្នានាងខ្ញុំឈ្មោះស្រីលះពេលវេលាមួយឃើញក្មេងៗខ្ញុំចំណាយពេលមួយគាត់ហើយសួរអំពីគាត់ថាតើហេតុអីថ្ងៃហ្នឹងថ្ងៃរៀនគាត់អត់ទៅរៀនអញ្ចឹងហើយក្រោយមកទៀតគាត់ចាប់ដើមនិយាយមកកាន់ខ្ញុំវិញថាអូខ្ញុំអត់បានទៅរៀនទេដោយសារប៉ាម៉ាអត់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់បញ្ជូនពួកគាត់ទៅសាលារៀនអញ្ចឹងហើយជារៀងរាល់ថ្ងៃពួកគាត់តែងតែដើរពីកន្លែងមួយទៅកាន់កន្លែងមួយទៀតសម្រាប់រើសអេតចាយហើយយកអេតចាយទៅលក់ដើម្បីបានជាលុយសម្រាប់ប្រើប្រាស់ជារៀងរាល់ថ្ងៃហើយខ្ញុំចាប់ផ្ដើមមើលឃើញអំពីអ្វីមួយដែលសំខាន់ខ្លាំងមែនទែនទៅលើតម្រូវការខ្ញុំគិតថាគ្រប់តំបន់ទាំងអស់មិនថានៅទីក្រុងឬក៏នៅតាមភូមិខេត្តអីផ្សេងៗនេះទេការដែលយើងបណ្ដុះបណ្ដាលនឹងឲ្យតម្លៃទៅកាន់ក្មេងៗជំនាន់ក្រោយឲ្យគាត់ទទួលបានការអប់រំល្អនិងការទូលមានល្អពីសំណាក់លោកគ្រូអ្នកគ្រូដែលធ្វើការជាមួយគាត់នោះគឺជាចំណុចដែលស្នូលហើយសំខាន់ខ្លាំងបំផុតយើងមើលឃើញអំពីយើងចង់ឃើញក្មេងៗជំនាន់ក្រោយបានឡើងខ្លាយជាអ្នកដឹកនាំដែលអ្នកអាចនឹងក្រោកឈរឡើងខ្លាយជាអ្នកដឹកនាំសហគមន៍ប្រទេសជាតិគេបានរីកចម្រើនល្អគឺយើងចាប់ផ្ដើមពីក្មេងៗនោះឯង Hey, I'm Eric. I'm Kayla. This is Joanna. And this is Wesley. I had the honor of helping start YWAM Poi Pet with the YDC and the hospitality department. And I specifically loved media and wanted to implement the values of making God known and being visionary in bringing God's love to the people of Cambodia and far beyond. We wanted to give practical skills to the youth of Poi Pet as well as have an opportunity to share Jesus. Kim Chmul Konno. Kim Chmul Lauren. We went to a school and I met with some students and I asked, what do you want to do? And they were saying, some of them were saying, I want to be a teacher, I want to be a doctor, I want to be a police officer, I want to be a lawyer. But after every one of them said what they wanted to be, they said, but I'm not smart enough, or I don't think I can do it, or they came up with some excuse as to why they couldn't do it, and it broke my heart. What we could do is we could start a school, the DTS, that teaches people about Jesus, their relationship with Jesus, and how they can walk in that identity with Christ. And we started with, I think there was 6 or 7 people, and then it continued to double, and it continued to double, and now you guys are where you are. And we're so proud of what you guys have done. God took our small vision of what we thought we could accomplish so little back in 2015, 2016, 2015, in only the way that he could. Only God could do that. So I think it's just absolutely amazing what has happened in the span of 10 years. I never thought that could happen. អរគុណច្រើនវាយវ៉ាមប៉ោយប៉ែតដែលផ្ដល់ឱកាសឲ្យយើងបានបើកថ្នាក់បង្រៀនសាលាក្មេងៗហើយឲ្យក្មេងៗទាំងអស់នោះបានមានការអភិវឌ្ឍនិងអនុវត្តចំណេះនិងជំនាញរបស់គាត់ទាំងចំណេះដឹងហើយក្រមសីលធម៌បានល្អមែនទែនសូមអរគុណច្រើនសម្រាប់បេសកជនគ្រប់រូបទាំងអស់ដែលបានចូលរួមនៅក្នុងពន្ធកិច្ចមួយនេះ So keep going. Tasu, you guys can do it. We love you all. It is such an honor to be a part of the movement of God in Cambodia, and we miss you guys and pray for you often. Yeah, I'm so proud of you guys. We're so proud of the faithfulness you've carried YWAM Poi Pet through the years, and we love you guys. ឥឡូវបើយើងក៏លេខមើលថា10ឆ្នាំក្រោយមកអ្វីដែលព្រះបានសម្រេចតាមរយៈក្រុមយើងពីបុគ្គលិក6នេះឥឡូវនេះខ្ល้ายជា60នាក់ជាងមិនមែនគ្រាន់តែក្នុងប៉ោយប៉ែតប៉ុន្តែទិសត្រែនៅសៀមរាបទៅទៀតពិតជាអស្ចារ្យមែនទែនបងប្អូនហើយខ្ញុំជឿថាព្រះនឹងបន្តប្រើប្រាស់មូលដ្ឋានប៉ោយប៉ែតទីស្នាក់ការប៉ោយប៉ែតធ្វើជាកន្លែងជះពន្លឺក្នុងទីក្រុងល្ងិតមួយដែលពិតជាត្រូវការព្រះយេស៊ូវមែនទែនជឿថាអ្វីដែលព្រះម្ចាស់នឹងធ្វើបន្តត្រឹមតែល្អជាងនេះទៅទៀតអរគុណសូមព្រះប្រទានពរ